ហើយវីដេអូទី4នេះអាចថាវារៀងសំខាន់បន្តិចពាក់ព័ន្ធមួយនឹងរឿងហៅនៅពីក្រោយខ្នងពាក់ព័ន្ធមួយការបង្កើត account Facebook និង TikTok វីដេអូមុនខ្ញុំបានប្រាប់បងប្អូនអរគ្នាអំពីរឿងហៅនៅពីក្រោយខ្នងពាក់ព័ន្ធមួយការបង្កើត account Gmail រួចចេះហើយពេលយើងបង្កើត account Gmail ปุ๊បគឺយើងអាចនឹងរកលុយជាមួយនឹង YouTube បានបែរជាលក្ខណៈផ្លូវការតែម្ដងបាទគ្រាន់តែយើងត្រូវបំពេញគោលការណ៍គេមួយចំនួនបន្ថែមទៀតណាយើងអត់តន់ដល់ឡើយបំពេញគោលការណ៍គ្រាន់តែយើងដឹងថាពេលយើងបង្កើត Gmail ហ្នឹងរួចហើយគឺយើងអាចយកវាទៅផុសវីដេអូដើម្បីរងចាំការស្នើបើកពាណិជ្ជកម្មរីឯ Facebook និង TikTok អត់ដូចគ្នាទេអញ្ចឹង Facebook និង TikTok មានរឿងហៅពីក្រោយខ្នងរបស់វាជាច្រើនក៏តែបើនិយាយពីរឿង Facebook គឺសាំញ៉ាំអញ៉ៃច្រើនមែនទែនហើយFacebook គឺយើងត្រូវចិញ្ចឹម account មានរឿងជាច្រើនទៀតដែលយើងពិបាកក្នុងការកាន់ account ឬក៏ page របស់ Facebook ហ្នឹងបានជាប់លាប់ខ្លាំងណាស់ពីព្រោះថាបើយើងក៏មានកំហុសតែបន្តិចគឺយើងនឹងខូច account ឬក៏បាត់ account តែម្ដងមានបងប្អូនខ្លះគ្រាន់តែជាអ្នកផលិតមាតិកាធម្មតាទេដែលគាត់ព្យាយាមកិច្ចមែនតើអំពីបញ្ហារឿងហៅរបស់ Facebook មួយចំនួនគាត់នៅតែមានបញ្ហាបាត់ page ខូច page ផ្សេងៗទៀតដោយសារខុសគោលការណ៍របស់ខាង Facebook ដោយពេលខ្លះបើខុសវាប្រាប់ស្រួលៗហ្មងណាវាអត់ទៅអីវាដូចវាថាពេលខ្លះវាចាប់ដោយអញ្ចឹងណាច្រើនបាទវាខូច page ខូចអីអញ្ចឹងហើយខ្ញុំចាប់អារម្មណ៍មើល content creator ពីច្រើនគាត់អត់ចង់ធ្វើនៅលើបណ្ដាញសង្គម Facebook ទេព្រោះបណ្ដាញសង្គម Facebook ពីច្រើនវាមិនមែនចាប់តែវីដេអូវាចាប់ម្ដងទាំង page តែម្ដងវាស៊ី page យើងយកតែម្ដងមិនថាខ្ញុំធ្វើវីដេអូរបស់ខ្ញុំអញ្ចឹងណាខ្ញុំធ្វើខុសគោលការណ៍មួយដែលអចេតនានិងអចេតនាអញ្ចឹង Facebook មិនមែនចាប់វីដេអូរបស់ខ្ញុំមួយហ្នឹងទេណាចាប់ page របស់ខ្ញុំខូច page យកតែម្ដងបើ YouTube វាមើលតាមលក្ខខណ្ឌរបស់វាមើលតាមវីដេអូរបស់យើងហ្នឹងវាខុសគោលការណ៍ក្នុងកម្រិតណាហើយវាមានប្រមាណដងវាមានជាប់ alert ប្រមាណដងអីវារៀងច្បាស់លាស់បាទធ្វើការងារហ្នឹងវាច្បាស់លាស់ជាង Facebook បើ Facebook ពេលខ្លះគឺវាអត្តនោម័តទៅផោងយកហ្មងគៀងបដៅអញ្ចឹងFacebook វារៀងសាំញ៉ាំខ្លាំងពិបាកដែលអ្នកទាំងអស់គ្នាគួរតែយល់ដឹងហើយការបង្កើត account របស់វានឹងទៀតសោតគឺយើងត្រូវបង្កើត account បរទេសមិនមែនបង្កើត account ធម្មតាដូចយើងលេង Facebook នៅក្នុងស្រុកខ្មែរទេហើយរបៀបរបស់វាគឺមានក្បាច់គុណច្រើនដូចជាការប្រើប្រាស់ VPN ការចិញ្ចឹម account និងការអីគេមានគេហៅមើលបាទដូចខ្ញុំតែងតែនិយាយនៅក្នុង clip ពីមុនរបស់ខ្ញុំគេហៅដូចអត្តសញ្ញាណប័ណ្ណអញ្ចឹងណាគេមានបញ្ជាក់ថាឥឡូវយើងនៅក្នុងប្រទេសណាជាប់នៅក្នុងប្រទេសណាហើយឥឡូវដាច់ប្រទេសវិញហើយដែរអ្នកទាំងអស់គ្នាប្រហែលជាអាចធ្លាប់ឮគេនិយាយដាច់ប្រទេសអីចឹងទៅវាមានរឿងហៅហើយវាពិបាកសាំញ៉ាំរឿងច្រើនដែរបើសិនជាអ្នកដែលខ្សោយ technology គាត់រៀងពិបាកយល់ហ្មងព្រោះវាញ៉ៃច្រើនពេកហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់បញ្ជាក់បងប្អូនទាំងអស់គ្នាសម្រាប់ពេលដែលយើងបង្កើត Gmail មកហើយយើងអត់អាចយក Gmail ហ្នឹងយកទៅបង្កើត Facebook និង TikTok ភ្លាមដោយអត់មានគ្រូបាជាទេបាទអត់មានអ្នកដែលគាត់ប្រាប់ថាអ្នកទាំងអស់គ្នាគួរឲ្យធ្វើមិនទេពីព្រោះថាបើយើងធ្វើខមបន្តិចអា Gmail របស់យើងហ្នឹងគឺវានឹងជាប់ blacklist បាទជាប់ blacklist របស់ Facebook YouTube អត់អីស្អាតក៏ប៉ុន្តែអ្នកទាំងអស់គ្នាគិតមើលយើងត្រូវមាន account ប្រហែលមកអង្គុយចាំវាYouTube ទៅ account ផ្សេងទៅGmail មួយនេះទៅFacebook Gmail មួយនោះទៅហើយវាមើលទៅវាញ៉ៃបើសិនជាថាល្អជាងគេបំផុតគឺ Gmail មួយហ្នឹងគឺប្រើតែ Facebook TikTok និង YouTube គឺល្អមែនតើហ្មងក៏ប៉ុន្តែមិនងាយមានអ្នកប្រើបានធ្វើបានទេក៏ប៉ុន្តែអ្នកគេហៅពួក MMO ដែលយើងតែនិយាយពួក MMO ហ្នឹងដែលធ្វើវីដេអូកាប់ដៅអីហ្នឹងណាពីច្រើនពួកគាត់ផ្ដោតបែបហ្នឹងអានេះខ្ញុំនិយាយពីលក្ខខណ្ឌមួយចំនួនឲ្យអ្នកទាំងអស់គ្នាយល់សិនពីព្រោះអ្នកខ្លះនៅតែអត់ទាន់ដឹងថាចំ account បរទេសឬក៏អីហ្នឹងមានន័យថាម៉េចឬក៏ត្រូវធ្វើមិនខ្លះអានេះខ្ញុំគ្រាន់តែនិយាយពីរឿង basic ទេតិចទៀតវីដេអូបន្តទៀតព្រោះខ្ញុំធ្វើវីដេអូច្រើនហើយសម្រាយលម្អិតរឿងមួយជា basic ដើម្បីឲ្យអ្នកទាំងអស់គ្នាចូលទៅដល់វីដេអូធំគឺងាយយល់ហើយកន្លែងនេះខ្ញុំសូមអធិស្ឋានដែរពីព្រោះថាវីដេអូរបស់ខ្ញុំមិន live ក៏ប៉ុន្តែខ្ញុំអត់ចង់និយាយខ្លីៗទេព្រោះពេលខ្លះខ្លីៗបងប្អូនមួយចំនួនគឺស្ដាប់អត់បានតាមបទពិសោធន៍របស់ខ្ញុំហ្នឹងគាត់ស្ដាប់យល់គាត់ចេះចុចតាំងគេដល់ពេលគាត់អត់យល់ទៅគាត់បានសិក្សាវាច្បាស់ទៅគេអាប់ដេតទៅបន្តិចចាប់ដើមរកគ្រូណាមកបរៀនទៀតថាញ៉ាំធ្វើម៉េចអញ្ចឹងគាត់ក្រោមប៊ូតុងគេដូរពាក្យឬក៏បដូរកន្លែងឬក៏គេបំបែកអីមួយអញ្ចឹងណាបំបែក app បែកអីចាប់ដើមវិញអត់យល់ថាតើត្រូវធ្វើម៉េចទៀតអ
បើថាយើងយល់ពី basic វាច្បាស់អូខេអាហ្នឹងអូខេមកហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតពាក់ព័ន្ធជាមួយនឹងរឿងពីក្រោយខ្នង Facebook គឺយើងត្រូវចំ account ចំ page ហើយមានយុទ្ធសាស្ត្រជាច្រើនមិនមែនចូលទៅដល់បង្កើតបោះវីដេអូរបស់យើងហ្នឹងបង្កើតវីដេអូចូលនៅក្នុងហ្នឹងទេថាធ្វើបែបហ្នឹងធ្វើបានក៏ប៉ុន្តែវាតម្រូវឲ្យយើងហ្នឹងជា content creator ដែលដើម្បីឈ្មោះឬក៏យើងចាប់ផ្ដើមពីចំណុចមួយហ្នឹងណាគឺមាន view រាប់ បាទរាប់ K ហើយដាក់ទៅមានអ្នកមើលមានអ្នក comment ច្រើនហៅថាមនុស្សមហាជនក្នុងរយៈពេលណាមួយពេលយើងខ្លាចជាមនុស្សមហាជនពងគឺអ្នកទាំងអស់គ្នាបើពាណិជ្ជកម្មបានហើយគឺយើង request ទៅក្រុមហ៊ុន Facebook នឹងផ្ទាល់តែម្ដងដើម្បីស្នើសុំរកលុយនៅក្នុងស្រុកខ្មែររបស់យើងបែបជាលក្ខណៈពេញលេញហើយគេតម្រូវឲ្យអ្នកទាំងអស់គ្នាហ្នឹងមាន social media ផ្សេងទៀតដូចជា YouTube ឬក៏ TikTok ដែលធំមិនមែនឲ្យតែ Facebook មួយធំម្នាក់ឯងគេឲ្យ YouTube ក៏ធំ TikTok ក៏ធំទាំងអស់ទៅពីបើកពាណិជ្ជកម្មហ្នឹងឲ្យយើងហើយបើសិនយើងចង់ធ្វើត្រឹមមកល្មមទាំងគោលការណ៍គេមកល្មមទេយើងអត់មានសង្ឃឹមក្នុងការទៅខ្លាចជាមនុស្សមហាជនទេវារៀងពិបាកបាទវារៀងពិបាកដោយសារយើងត្រូវចំ account បរទេសវារៀងស្រួលជាងបាទបើសិនជាអ្នកទាំងអស់គ្នាដូចមានបងប្អូនខ្លះគាត់ថតរបៀបទេសភាពអីតិចតួចលេងមួយកូនអីតិចតួចឬក៏ការងារអីតិចតួចអត់អាចស្នើជាមួយនឹង Facebook បែបជាលក្ខណៈផ្លូវការបានទេគឺមានតែធ្វើបែបលក្ខណៈដូចនិយាយអញ្ចឹងណាចំ account បរទេសអីហ្នឹងបាទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់ហ្នឹងដោយសារយើងនិយាយនៅក្នុងវីដេអូនេះវារៀងវែងដែរហើយវាគ្រាន់តែជា basic ខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាចំណាយវេលានៅលើ basic ច្រើនទេអញ្ចឹងយើងនឹងចាប់ផ្ដើមចូលដល់វីដេអូក្រោយៗអ្នកទាំងអស់គ្នាអាចចូលមើលក្នុង playlist របស់ខ្ញុំបានព្រោះ playlist វាមានក្បាលមានកន្ទុយអ្នកទាំងអស់គ្នាបើសិនជាចំណាយពេកខ្ញុំអាចថាវារៀងច្រើនម៉ោងបន្តិចតែនៅពេលដែលអ្នកទាំងអស់គ្នាអត់ចង់ចំណាយលុយរៀនមួយគេអ្នកទាំងអស់គ្នារៀនមួយខ្ញុំគិតថាក្បោះក្បាយជាងផងតែវាស៊ីម៉ោងបាទវាស៊ីម៉ោងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចូលទៅមើល playlist របស់ខ្ញុំបាននៅក្នុង YouTube បាទអរគុណច្រើនជម្រាបលាបាយបាយ